រូបគំនូរបើសិនជាយើងចង់គូរវាឲ្យបានស្អាតយើងត្រូវតែមានຂະຫນាតមានអីវាត្រឹមត្រូវអញ្ចឹងណាបងប្អូនអញ្ចឹងមើលបងប្រុសម្នាក់នេះគាត់គូររូបគាត់មានຂະຫນាតរបស់គាត់គឺຂະຫນាតរង្វង់ណាបងប្អូនហើយជាដំបូងគឺគាត់ចាប់ផ្ដើមគូរផ្ទះមុនគេណាបន្ទាប់ពីគូរផ្ទះរួចរាល់ហើយគាត់ចាប់ផ្ដើមគូរស្ពាននេះបងប្អូននេះអញ្ចឹងផ្ទះហ្នឹងគឺវាស្ថិតនៅក្បែរស្ពានណាក្បែរមាត់ទឹកអញ្ចឹងណាបងប្អូនពេលដែលគាត់ចាប់ផ្ដើមគូរស្ពានបានបន្តិចហើយគាត់ចាប់ផ្ដើមគូររបងនៅជាប់ជាមួយនឹងផ្ទះហ្នឹងណាបងប្អូនរបងនៅប្របជាមួយនឹងមាត់ទឹកហ្នឹងណាហើយគាត់ទៅចាប់ផ្ដើមគូរដបូលផ្ទះហ្នឹងប្រក់ក្បឿងប្រក់អីចឹងមកណាបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមគូរក្បឿងគូរអីមកហើយគាត់ដាក់នេះមាត់ទ្វារមាត់អីហ្នឹងឲ្យស្អាតមកបងប្អូនបន្តមកទៀតគាត់ចាប់ផ្ដើមគូរមែកឈើដែលនៅក្បែរផ្ទះយើងហ្នឹងអញ្ចឹងកាលណាមែកឈើវាលូតឡើងខ្ពស់ជាងផ្ទះយើងអញ្ចឹងណាបងប្អូនអញ្ចឹងវាស្ថិតនៅផ្នែកខាងលើបន្តមកទៀតគាត់ចាប់ផ្ដើមគូសទឹករលកនេះបងប្អូននេះអញ្ចឹងកន្លែងនេះបងប្អូនសាកទាញមើលថាទឹកអីនៅផ្នែកខាងលើនៃស្ពាននេះគឺគាត់ចាប់ផ្ដើមគូសទឹកហូរពីលើភ្នំមកណាបងប្អូនឬយើងហៅម្យ៉ាងទៀតបានថាជាទឹកជ្រោះទឹកអីអញ្ចឹងទៅហើយឥឡូវគាត់ចាប់ផ្ដើមគូសទឹកណាបងប្អូននេះចាប់ផ្ដើមគូសទឹកឲ្យដាក់រង្វង់នៅពីលើមាត់ទឹកហ្នឹងហើយហ្នឹងគឺរូបព្រះអាទិត្យអញ្ចឹងណាបងប្អូនបន្ទាប់ពីគូររូបព្រះអាទិត្យរួចរាល់គាត់ចាប់ផ្ដើមមកគូរស្មៅគូរអីចឹងមកនេះរួចហើយគាត់គូរស្ពានឃើញបងប្អូនប្រកាន់ដៃប្រកាន់អីចឹងណាហើយគាត់គូរមកស្ពានហ្នឹងយើងរៀបអត់រៀបអីវាអញ្ចឹងមកណាបងប្អូននេះគាត់ចាប់ផ្ដើមគូរដាក់ដូចអត់ដូចអីចឹងមកណាស្អាតណាស់បងប្អូនអើយនេះមើលគាត់ទៅចាប់ផ្ដើមមិនតាន់រួចរាល់ផងយើងមើលទៅឃើញរូបរាងចេញមកត្រង់ទ្រាយស្អាតបាត់ហើយបងប្អូននេះឃើញទេចឹងអ្នកចេះគូគឺគូខ្វិចអីស្អាតឃើញទេឥឡូវបន្តមកទៀតក៏ចាប់ផ្ដើមគូដើមឈើទៀតបងប្អូននេះហើយដើមឈើគាត់អត់មានពិបាកគូទេបងប្អូនគូត្រង់មកស្លឹកអីមកហើយរួចរាល់ឃើញរូបរាងចេញដូចដើមឈើអញ្ចឹងបងប្អូនណាដើមឈើដែលស្ថិតនៅលើភ្នំណាហើយទឹកហូរធ្លាក់មកពីលើភ្នំអូយអាកាសធាតុនេះល្អអស់ទោះហើយបងប្អូនបើយើងគិតសម័យមើលទៅណាទិដ្ឋភាពនៅខាងក្រៅណាខ្យល់អាកាសក៏បរិសុទ្ធល្អដែរបងប្អូនធ្វើ